Hello សួស្តីអ្នកនរគ្នាជួបជាមួយនឹងខ្ញុំបាទអាដាមសាវ៉ាជាមួយនឹង Game Act Survival របស់យើងបន្តទៀតហើយថ្ងៃនេះដែរខ្ញុំរៀបចំជាមួយនឹងផ្ទះដូដូរបស់ខ្ញុំឲ្យវាមានរចនាសម្ព័ន្ធឡើងវិញបាទដោយសារតែធុងរបស់យើងគឺថាខ្វះនៅផ្ទះមួយដើម្បីឲ្យដូដូរបស់យើងធ្វើការពងបាទបន្ទាប់ពីខ្ញុំធ្វើមកសន្ទុះក្រោយមកគឺបានជាលទ្ធផលមកគឺបែបនេះបាទខាងក្នុងផ្ទះហើយខាងក្រៅផ្ទះគឺបែបនេះដែរបាទគឺថាដូដូនេះខ្ញុំបានគៀងវាចូលមួយចំនួនធំដែរសរុបមាន6ក្បាលបាទតែមានតែញីទេគឺថាឈ្មោលយើងគឺរកអត់បានទេនៅតាមនេះបាទខ្ញុំរកអស់ហើយគឺថាមើលទៅធុងដូដូរបស់យើងអែមខ្លាំងមែនតើបាទតាំងពីផ្ទះតាំងពីអីបាទលក្ខណៈថាខ្ញុំឡាយចង់នៅផ្ទះហើយបាទគឺថាវាអត់ទៅស្អាតអីចឹងទៅបាទហើយទៅខ្ញុំចាប់បាន Raptor មួយបាទចាំជួយដាក់ឈ្មោះវាផងហើយនឹង Cano នេះអត់មានដាក់ឈ្មោះឲ្យទេហ្នឹងហើយធុងដូដូយើងគឺថាអែមខ្ញុំចង់ទៅនៅធុងដូដូទេបាទថាខ្ញុំមូលហេតុខ្ញុំអត់ថែមគឺដោយសារតែខ្ញុំមានមូលហេតុរបស់ខ្ញុំបាទអញ្ចឹងកុំឆ្ងល់ទៀតអីបាទឥឡូវខ្ញុំមកមើលដូដូរបស់យើងគឺថាសបោទៅដោយមេគឺឈ្មោលមួយក៏គ្មានដែរបើសិនបើពីណាចង់ធ្វើឈ្មោលក្នុងទូដូដូកុំភ្លេចខមមិនអ្នកមួយផងបាទបើសិនចង់ឲ្យខ្ញុំចំសัตว์បែបហ្នឹងទៀតកុំភ្លេចខមមិនអ្នកមួយផងបាទហើយវីដេអូខ្ញុំក៏មានតែប៉ុណ្្នឹងដែរបាទអរគុណសម្រាប់ការមើលនិងចូលចិត្ត